ជំរាបសួរលោកគ្រូថ្ងៃនេះខ្ញុំមកវាយ comment foundation របស់ Linux ជាដំបូងយើងចូលមកកាន់ Visual Box មកហើយយើងចុចប៊ូតុង Start ហើយបន្តមកទៀតយើងវាបញ្ចូល user ហើយ password បន្តមកទៀតយើង check IP យើង IP A ហើយបន្តមកទៀតយើងចូលមកកាន់ CMD ហើយយើង ping IP 172.20.10.2 បន្ទាប់ពី ping IP ហើយយើង connect ទៅកាន់ SSH យើងវាយ command SSH user 172.20.10.2 ហើយ enter ហើយបន្តមកទៀតយើងវាយ password បន្ទាប់ពីយើងបានចូលមកកាន់ SSH ហើយយើងចូលមកវាយ comment who am I ដើម្បី check user នេះជា user របស់យើងហើយយើង check directory យើងវាយ pwd ហើយ enter នេះជា directory home ហើយបន្តមកទៀតយើង update សិនយើងវាយ comment sudo apt update ហើយវាយ password បន្តមកទៀតយើង check update យើងវាយ comment apt list dot up upgradable ហើយបន្តមកទៀតយើងវាយ comment ដើម្បីបង្កើត file វាយ charge ហើយបន្តមកទៀតយើង check file យើងវាយ ls នេះ file sv11.12 យើងបន្តមកទៀតយើង print string យើងវាយ echo ហើយបន្តមកទៀតយើង
y comment long text ls.l enter ហើយបន្តមកទៀតយើងដូរវាទៅជា kilobyte យើងវាយ ls.lx ហើយបន្តមកទៀតយើងបង្កើត folder mkdir ហើយយើងឥឡូវនេះការវាយ comment foundation របស់ Linux យើងត្រូវបានបញ្ចប់ហើយអរគុណលោកគ្រូ